Bratius 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 yeah correct yeah thank you sit down ចឹងអានេះវាព្រៀបដូចគ្នាដោយសារតែឧស្សាហកម្មបកប្រជាភាសាខ្មែរណាមើលទៅប្រឡងនាមស្អាតជាលីចឹងវាព្រៀបធៀបគ្នាណាមួយនឹងមួយមួយនឹងមួយគឺបានពីរបាទណាបាទអាហ្នឹងគេហៅថា comparative adjective ឬក៏គេយក coordinate comparative adjective យកមកព្រៀបធៀបវត្ថុមួយនិងវត្ថុមួយមានថាវត្ថុពីរចំណែកអាប្រយោគមួយទៀតនាមគឺស្រស់ស្អាតជាក្មេងស្រីដែលស្រស់ស្អាតជាងគេបំផុតនៅក្នុងពិភពលោកតែមិនមែនពិភពព្រះសង្ឃទេចឹងយើងមើលគេប្រៀបធៀបរវាងគាត់នេះជាមួយនឹងស្រីក្មេងស្រីនៅណានៅជុំវិញពិភពលោកដូចឥឡូវឥឡូវប្រៀបធៀបវត្ថុមួយទៅនឹងវត្ថុមួយទៀតប៉ុន្តែអាទី2ប្រៀបធៀបវត្ថុមួយទៅនឹងវត្ថុសរុបទាំងអស់បាទណាអញ្ចឹងអាសរុបទាំងអស់ហ្នឹងគឺគេហៅថា superlative adjective គឺជាគណនាប្រៀបធៀបដែលមានអត្ថន័យថាបំផុតជាងគេបងអស់ចំណែកឯ comparative adjective គឺជាគណនាប្រៀបធៀបដែលយើងមកដល់ជាភាសាខ្មែរថាជាងគេឥឡូវយើងមកកំណត់សម្គាល់ថាពីរណាអាគេប្រៀបធៀបមួយនឹងមួយហ្នឹងខុសគ្នាជាមួយនឹងអាប្រៀបធៀបមួយរួមអញ្ចឹងអា comparative adjective នេះគឺគេ compare មានថាប្រៀបមានគឺសវណ្ណណាបាទប្រៀបធៀបវត្ថុពីរដោយគេបន្ថែមអក្សរគេបន្ថែមអក្សរអី ER ទៅកាន់គុណនាមហើយបន្ទាប់ពីគុណនាមដែលគេបន្ថែម ER នេះគឺគេប្រើពីអីប្រើពីអីណែនជាភាសាខ្មែរមានន័យថាជាចាំណាមានន័យថាជាយើងឃើញពីនេះមាន ER អត់បន្ទាប់ពី ER គឺជាគឺគេប្រើវានៅក្នុង comparative adjective ប្រៀបធៀបវត្ថុមួយទៅនឹងវត្ថុមួយឥឡូវចូលមក superlative adjective គឺជាគណនាប្រៀបធៀបមានថាបំផុតជាងគេបងអស់គឺ compare ជាមួយនឹងវត្ថុមួយរួមជាមួយនឹងវត្ថុទាំងអស់ជាមួយនឹងវត្ថុទាំងអស់ដោយបន្ថែមនេះគេវិញ EST comparative ថែមអី ER superlative ថែមអី EST គាត់ហើយគេថែម EST ហើយគេប្រើពាក្យ then ទៀតអត់នៅក្នុង superlative គេប្រើពាក្យអីនៅពី before មានន័យថាពីពីមុខ after មានន័យថាពីឃើញគេដាក់ពាក្យ the អត់ the most prettiest តែប៉ុន្តែឥឡូវនេះគឺអត់យើងអត់ប្រើ the most ទេជួយរំឲ្យវាឆ្លាតផងអត់មានពាក្យ the most ទេ the prettiest girl in the world ចឹងយើងឃើញពាក្យ EST អត់នៅពីមុខវាគឺជាអីជាគេចំណែកឯ comparative វិញគឺនៅបន្ទាប់ពីគុណនាមហ្នឹងគឺគេប្រើពីអីចឹងត្រូវចាំចឹង comparative មានពីអីមានពីអីគេ then ចុះ superlative មានពីអីគេនៅពីមុខវា the គាត់ណាយល់ទេយល់ឬមិនយល់អូខេចូលទៅកាន់លក្ខខណ្ឌនៅក្នុងការបន្ថែម ER ឬក៏ EST អញ្ចឹងលក្ខខណ្ឌបន្ថែម ER គឺស្ថិតនៅក្នុងអីគេ super ឬក៏ comparative ដល់ពេល EST ចូលទៅក្នុង superlative គាត់ទាំងអស់មានមួយលក្ខខណ្ឌ1 2 3 4 5លក្ខខណ្ឌតោះចាប់ដើមលក្ខខណ្ឌទី1ប្រសិនបើគុណនាមទាំងឡាយណាដែលមានមួយ syllable គឺជាឈៀបគាត់ណាអញ្ចឹងយើងបន្ថែមអី ER ឬក៏ EST ជាមួយ superlative អញ្ចឹងកម្រងរបស់វាជា cheap ថោ cheaper ថោជា cheapest ថោបំតែធ្លាប់ត្រូវបានគេជេរថាឯងថោបំផុតអត់ឯងថោបំផុតទេ you are the cheapest កុំឲ្យគេថាយើងថា the cheapest ដល់ពេលថោទៅជាថោ
Cả anh đi chúng mà đã sẽ bên này. A-I-O-U. U. ដោយតែវិញ bên đó trên cái cat scientist is more handsome than Mr. Song Kim handsome more handsome most handsome យើងឃើញពាក្យនៅក្នុងភពភារៈទៀតថា ER ទៀតអត់គេថា ENT ទៀតអត់តែគេដាក់ more ហើយនឹង more យល់ទេតែពេល beautiful គឺមានបាញ់ម៉ាត់អញ្ចឹងគឺគេអត់ថា ER កើតទេអញ្ចឹងនៅក្នុងភពភារៈទៀតគេដាក់ more beautiful តែពេលសុខភាពទៀតប្រើ most beautiful amazing ហើយដល់នេះ amazing more amazing ក៏ពេលសុខភាពទៀតគឺ most amazing លក្ខខណ្ឌចុងក្រោយគឺជាលក្ខខណ្ឌវាយដំណើរ vậy chứ hả វាដំណើរដល់សារម្ដងចេះម្ដងចុះប្រែប្រួលមិនខ្យល់វា good